ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះធ្លាក់ក្រហមមកហើយហានផងពី3ថ្ងៃធ្លាក់ក្រហមស្ទៃហើយនេះដល់នេះក៏ខ្ញុំចាប់ដើមចុះទៅច្រូតស្រែក្នុងក្រោយផ្ទះខ្ញុំហ្នឹងឯងបានតាណាឆ្ងាយទេឥឡូវនេះគឺយើងចាប់ដើមយកតង់បានយើងយកមកបត់ដូចយើងចងដើម្បីយកទៅអូសស្រោអញ្ចឹងណាហើយក៏មិនក៏ខ្ញុំចាប់ដើមបត់ហើយមើលទៅមើលគំរូខ្ញុំបត់ទៅយាយក៏ថាបដើអីបដើហ្នឹងឯងបាត់តង់យូរមែនឥឡូវនេះក៏នេះយាយមកជួយចាប់ហើយតែតិចទៀតក៏បានឃើញយាយខ្ញុំក៏ដើរមកជិះហើយគាត់ជួយចាប់មកជំនាញនៅខាងនោះកាមេរ៉ាវាបាំងពេលនេះខ្ញុំក៏តិចទៀតខ្ញុំចង់រួចហើយខ្ញុំចង់រួចយាយខ្ញុំដើរមកក៏ថាអីមិនដើរដូចខ្ញុំនិយាយមិញហ្នឹងឯងថាបដើយីមិនចង់តង់យូរមែនមិនមនុស្សខ្ញុំអញ្ចឹងឯងចង់ធ្វើអីយឺតងាប់ខ្ញុំមិនដែលអត់ធ្វើដូចចិត្តគេទៅតាណានោះឯងវាបានទៅណាដូចគេវាជាប់មនុស្សខ្ញុំដូចចង្អុសមិនអញ្ចឹងកែទម្លាប់វាមិនបានផងនេះគឺយាយខ្ញុំទៅដើមចេញមកហើយណាអត់ចេញមកជួយចាប់ជួយមើលហ្នឹងឯងខ្លាចវាលិចសើមស្រូវអស់ហ្នឹងហើយខ្ញុំច្រកថ្ងៃនេះក៏មក3នាក់យាយប្អូនម្នាក់ក៏ខ្ញុំប៉ុណ្្នឹងឯងច្រូតហើយក៏តិចខ្ញុំដើរចុះទៅវាស្រែមើលហើយខ្ញុំឥឡូវនេះគឺចង់រួចហើយចេះក៏ចេញដំណើរទៅយាយខ្ញុំដើរអបតង់ទៅហើយចេញមកដល់ក្រោយហើយបងអូនខ្ញុំក៏មិនតាន់មកទេពីអ្នកយាយនៅក្រោយខ្ញុំដើរមកមុនដើរហ្នឹងហើយក៏នេះស្រោនិយាយពីដួលសាហាវទៅហើយស្រោនេះបើកាលឡើងភ្លៀងធំហើយខ្យល់ផងភ្លៀងផងក៏វាដូរស្រោអត់លីឥឡូវនេះឡើងភ្លុះសាយណាទៅមិនចុះមកច្រូតស្នាមមួយស្រោតណើវាត្រឹមតែទុំវាស្រោស្នាលសុកអីហ្នឹងសម្រាប់ចាប់ដើមទុំក្រោយហើយណាមកច្រូតនោះនឹងអស់ហើយដាក់ម៉ាស៊ីនដាក់អីនឹងអស់តែនៅស្រោនេះមួយដល់នេះក៏ច្រូតបានហើយមកតង់ហើយនេះអូតូនេះមើលតែស្រោដល់ដូរថាហើយនេះក៏យាយគាត់ដើរទៅមុនហើយយាយគាត់ហត់គាត់ថាស្រោឈឺចង្កេះផងគាត់ចាស់ឡើយនេះក៏មកដល់ហើយនេះអូសឡើងលើនេះហើយបន្តិចទៀតក៏អូសឡើងទៅចាក់លើហាលលើវារាំងសើមដែរមួយស្រោវាដួលនេះឥឡូវនេះក៏បានយកមកហាលហើយនេះហាលរួចក៏ចាប់ដើមចុះទៅទៀតហើយនេះឥឡូវនេះមកចុះមកលើទី2នេះនេះបងអូនប្រុសយ៉ាងហ្នឹងតាំងទី2វាហ្នឹងនេះណាខ្ញុំថតតែពីស្រោហ្នឹងឯង